ពេលនេះលោកអនុទិនដែលជានាយករដ្ឋមន្ត្រីហេងសុយរបស់ថៃភ្ញាក់ខ្លួនព្រឹតដោយខ្មោច7ថ្ងៃខ្មាស់អស់ពិភពលោកដោយដាល់ស្រាតមកចំហៀងផ្សារដោយទៅមុខលែងរួចទៀតក្រោមសម្ពាធពីប្រជាជនថៃនិងពីសហរដ្ឋអាមេរិកនោះដោយនៅទីបំផុតលោកអនុទិនក៏រាប់ពីទ្រាំទ្រទៅនឹងសម្ពាធនយោបាយថៃទៀតលេងបានទើបធ្វើឲ្យលោកបានប្រកាសលើកទង់សសុំចោះចាញ់ទាំងកណ្ដាលយុគនិងសុំប្រគល់អំណាចទាំងស្រុងទៅឲ្យប្រជាជនសៀមវិញដោយសារតែទង្វើរបស់លោកគ្រាន់តែអំណាចទើបលោកជួបកម្មតនហនបែបនេះនៅទីបំផុតលោកនាយករដ្ឋមន្ត្រីហេងសុយរបស់សៀមអនុទិនឆាន់វីរៈគុលបានធ្វើការប្រកាសទាំងកណ្ដាលយុគក្នុងការប្រគល់អំណាចទាំងអស់វិញជូនទៅកាន់ប្រជាជនសៀមដោយសារតែវាចាញ់កម្ពុជាហើយគិតថាទៅមុខលែងរួចសម្ពាធកាន់តែធំទៅដោយគិតថាខ្លួនមិនអាចនៅកំដរជាមួយនឹងកម្ពុជាបានទៀតនោះមុននឹងក្រោយប្រជាជនសៀមគង់ទៅធ្វើបាតកម្មបណ្ដេញខ្លួនចេញពីអំណាចអញ្ចឹងមិនតែសុំចេញពីតំណែងឲ្យហើយកុំឲ្យខ្មាស់គេទាន់ដើម្បីធ្វើការប្រគល់អំណាចជូនទៅកាន់ប្រជាជនសៀមវិញនៅយប់ថ្ងៃទី11ខែធ្នូឆ្នាំ2025នេះក្នុងអំឡុងម៉ោង11:00នាទីយប់នេះដែលលោកអនុទិនបានសម្រេចចិត្តដាក់ញត្តិថ្វាយទៅកាន់ស្ដេចថៃសូមរំលាយសភាចោលទាំងយប់មូលហេតុដោយសារតែខ្លួនបរាជ័យនាំទាហានថៃស្លាប់កោជើងគ្នាលើទឹកដីកម្ពុជាប្រាប់ទៀតកម្ពុជាមិនចង់ធ្វើសង្គ្រាមជាមួយនឹងប្រទេសនេះឯងទេក៏ប៉ុន្តែហេតុអ្វីបានជាអ្នកឯងយកកម្ពុជាធ្វើជាចំណាត់ខ្មាំងយ៉ាងដូចនេះនៅពេលដែលកម្ពុជាវាយបកដើម្បីការពារខ្លួនវិញក្រោយពីរក្សាភាពស្ងៀមស្ងាត់គ្រប់បែបយ៉ាងនៅពេលនេះកម្ពុជាបានបញ្ចេញសិទ្ធិការពារខ្លួននៅក្នុងសង្គ្រាម4ថ្ងៃមកនេះដោយសារតែថៃបានបំពេញហើយបំពេញទៀតលើកម្ពុជាគ្រប់ពេលវេលាអ្វីដែលពិសេសនោះគឺភាគីថៃមិនដែលគោរពទៅលើកិច្ចព្រមព្រៀងដែលបានធ្វើកាលពីថ្ងៃទី26ខែតុលាឆ្នាំ2025កន្លងទៅនៅទីក្រុងកូឡាឡាំពូនៃសន្ធិសញ្ញាកិច្ចព្រមព្រៀងបទឈូបាញ់និងកិច្ចព្រមព្រៀងសន្តិភាពកម្ពុជាថៃដែលរៀបចំឡើងនៅឯប្រទេសម៉ាឡេស៊ីនោះឡើយកម្ពុជាមិនចង់វាយបកក៏ប៉ុន្តែក៏បង្ខំចិត្តរក្សាសិទ្ធិការពារខ្លួននៅពេលដែលកម្ពុជាវាយបកវិញដើម្បីការពារខ្លួននោះលទ្ធផលពេលនេះគឺប្រទេសថៃទទួលបានគ្រប់បែបយ៉ាងស្លាប់តបកខ្មោចគ្នាដូចភ្នំ2ធ្វើឲ្យប្រជាពលរដ្ឋថៃទាំងមូលបានបាត់បង់សាច់ញាតិនៅពេលដែលបញ្ជូនកូនចៅរបស់ខ្លួនទៅធ្វើជាទាហានពេលចៅសៀមឈ្លានពានលើកទី1គឺមេតបភូមិភាគ2ជាអ្នកចេញមុខមាត់ណានាយករដ្ឋមន្ត្រីកាលនោះមិនសូវឃើញចេញមុខរឿងសង្គ្រាមប៉ុណ្ណាទេគេថាមេតបវាមានសិទ្ធិអំណាចធំណាស់ដល់ពេលវាឈ្លានពានលើកនេះអាភូមិភាគ2វាចូលនិវត្តន៍បាត់ហើយអត់សូវមេតបណាចេញមុខទេក៏ប៉ុន្តែគឺជានាយករដ្ឋមន្ត្រីវិញម្ដងដែលជាអ្នកចេញមុខមាត់យើងត្រូវចាំឲ្យច្បាស់កុំភ្លេចថាអាចិតសាសមួយនេះវាអាក្រក់ណាស់វាធ្វើឈួតធ្វើឡប់បដូរតួចុះឡើងមានអាខ្លះល្អអាខ្លះអាក្រក់ក៏ប៉ុន្តែចុងក្រោយវានៅតែធ្វើបាបខ្មែរជារៀងរហូតមិនតែយើងខ្លាំងប៉ុណ្ណោះទេទើបថ្ងៃក្រោយយើងអាចការពារខ្លួនយើងបានកុំឲ្យវាមើលងាយយើងទៀតក្មេងៗបងប្អូនក្មួយៗទៅក្រោកឈរឡើងដើម្បីជាតិយើងទាំងអស់គ្នា